ដើម្បីស្វែងរកជោគវាសនារបស់វិចិត្រនិងអត្តសញ្ញាណរបស់ជនដែលនៅពីក្រោយរឿងរ៉ាវដ៏សោកសៅមួយនេះផ្ដល់ឲ្យទៅរស្មីនាងបានចំណាយពេលជាច្រើនថ្ងៃនៅក្នុងភូមិនិយាយជាមួយអ្នកភូមិចាស់ៗដោយព្យាយាមជីករកនៅការចងចាំឬព័ត៌មានលម្អិតតូចៗដែលពួកគាត់អាចនៅចាំបានអ្នកភូមិភាគច្រើនមិនសូវចងចាំច្បាស់ទេព្រោះរឿងនេះកើតឡើងយូរណាស់មកហើយប៉ុន្តែដោយការសួរដេញដោលនិងផ្សារភ្ជាប់ព័ត៌មានបន្តិចបន្តួចស្រីលក្ខបានចាប់ផ្ដើមទទួលបានតម្រុយខ្លះៗលោកតាអាចារ្យបានជួយនាងឲ្យបានជួបជាមួយចៅស្រីម្នាក់របស់អ្នកភូមិចំណាស់ជាងគេក្នុងភូមិដែលមានអាយុ90ឆ្នាំជាងទៅហើយយាយចំណាស់រូបនេះទោះបីជាការចងចាំមិនសូវល្អប៉ុន្មានក្តីអំពីរឿងអាស្រូវកាលពីចំនួនគាត់ផងដែរលោកយាយចំណាស់បានរៀបរាប់ប្រាប់ថាគ្រួសារដែលចង់បានរស្មីនោះគឺជាត្រកូលមឿងដែលជាគ្រួសារអ្នកមានអំណាចនិងមានឥទ្ធិពលនៅក្នុងភូមិនោះកូនប្រុសរបស់គាត់ឈ្មោះស្នេហ៍បានចាប់ចិត្តស្រឡាញ់រស្មីយ៉ាងខ្លាំងប៉ុន្តែរស្មីមិនបានស្រឡាញ់គាត់វិញឡើយពេលដឹងថារស្មីភ្ជាប់ពាក្យជាមួយវិចិត្រគ្រួសារមឿងបានកាត់ក្តីគុំគួនលោកយាយចំណាស់បានខ្សឹបប្រាប់ស្រីលក្ខថា